សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Utheri ថ្ងៃនេះបងប្អូនសុខសប្បាយជាទេតើថ្ងៃនេះអ្នកអស់កម្លាំងឬទេមានក្តីបារម្ភច្រើនទេសម្ពាធឈាមខ្ពស់ទេតោះខ្ញុំនឹងបង្ហាញវិធីងាយសម្រាប់បំបត្តិបញ្ហាសម្ពាធឈាមជាទូទៅសម្ពាធឈាមខ្ពស់នឹងបង្កភាពនឿយហត់ឈឺក្បាលវិលមុខចុករយប់ហើយអាចនាំទៅរកជំងឺបេះដូងប៉ុន្តែយើងអាចបន្ធូរវាវិញដោយរបៀបធម្មជាតិដូចជា1ផឹកទឹកពេលព្រឹក1កែវធំ2ហាត់ដង្ហើមជម្រាល5នាទីបានន័យថាដកដង្ហើមវែងសម្រួលអារម្មណ៍3ពិសាចំណីអាហារមិនមានជាតិប្រៃសូម្បីប្រហុកផ្អកជ្រក់ក៏ជាញហាដែរប្រសិនបើហូបច្រើនហូបសាបជាជម្រើសល្អបំផុតសម្រាប់អ្នកប្រឈមមុខនឹងជំងឺ4ហាត់ប្រាណដូចជាដើរជិះកង់រាំកម្សាន្តលេងកីឡាជាដើម5កុំអង្គុយយូរកុំឲ្យគិតច្រើនពេកគេងឲ្យគ្រប់គ្រាន់ចង់ឲ្យចិត្តស្ងប់ពីជំងឺសូម Subscribe Channel Serial ដើម្បីទទួលបានគន្លឹះជាច្រើនទៀតសម្រាប់សុខភាព